បាទថ្ងៃនេះយើងចេញដំណើរទៅដាក់បង្កាយបាទយើងតាមដានទាំងអស់គ្នាថាបានត្រីឬក៏អត់បាទអានេះពេលល្ងាចមកដល់ហើយគឺយើងបានដាក់បង្កាយរួចម៉ោង7ជាងគឺយើងបានដើរមើលបាទដើរមើលគឺឃើញត្រីផ្ទក់ជាប់ហើយបាទបានត្រីផ្ទក់មួយហើយបាទជិបឡើងរមូរហើយបាទនេះត្រីផ្ទក់បាទត្រីផ្ទក់នេះគឺជាប់វារមូរចុះមូលឡើងទៅឃើញអាខ្សែហ្នឹងគឺតាក់នឹងក្បាលប៉ុនវាបាទនេះបាទពេលល្ងាចម៉ោង7ជាងគឺយើងដើរមើលហើយនៅមួយទៀតនេះឃើញខ្វើស្មានតែត្រីអីដល់ពេលមើលត្រីក្រាញ់បាទត្រីក្រាញ់ប្រប៉ាន់មេដៃទុញញ៉ែបាទហើយយើងដើរទៅមុខទៀតដើរមើលទៅយ៉ាឃើញត្រីអីខ្វាយស្មើត្រីផ្ទក់ពេលមើលត្រីកញ្ចុះបាទត្រីកញ្ចុះនេះធំដែរបាទហើយឥឡូវយើងដើរមើលទៅមុខទៀតស្រាប់តែឃើញស្មៅលងវីវអស់ហើយបាទអញ្ចឹងយើងថាត្រីហើយខ្វើកមើលអត់ទាន់ឃើញទេបាទនេះត្រីផ្ទក់បាទមានត្រីផ្ទក់ធំក្រាន់ដែរប៉ាន់ក៏ដៃកូនក្មេងបាទហើយអានេះយើងឃើញថាបង្កាយវីវស្អីវានេះបាទមើលត្រីឬក៏អីណបាទត្រីផ្ទក់នេះត្រីផ្ទក់បាទបានត្រីផ្ទក់មួយទៀតហើយបាទអានេះយើងមើលបាទនេះវ៉ាវមួយនេះត្រីផ្ទក់បាទត្រីផ្ទក់បាទយើងដើរមើលបង្កាយពេលយប់គឺយើងត្រូវពាក់ស្រោមជើងឬក៏ពាក់ទំនប់ជើងកវែងការពារខ្យងមុតហើយនឹងមានសត្វមានអីបាទនេះអានេះជាប់ហើយបាទចាប់ហើយយកមកលើគោកបាទចាប់ឡើងរមូរស្មៅនេះបាទនេះបាទធំគួរសមនេះបាទឥឡូវនេះយើងដើរទៅឃើញអីគឺត្រីឬក៏អីណោះយើងទៅមើលបាទអូត្រីមែនបាទត្រីផ្ទក់បាទយើងសម្បូរត្រីផ្ទក់បាទនេះបាទដោយសារអីដោយសារវានៅក្នុងទឹកយើងថតទៅបានច្បាស់ទេនេះត្រីផ្ទក់បាទត្រីផ្ទក់បាទយើងមើលឃើញហើយគឺត្រីផ្ទក់បាទយើងដាក់បង្កាយគឺយើងដាក់នុយចង្រិតបាទនេះត្រីផ្ទក់ឃើញក្បាលវាបាទនេះកម្លាំងមែនទេណាបាទយើងដាក់តាមភ្លឺស្រែបាទនេះក្បាលត្រីផ្ទក់បាទហើយនេះគឺនុយបាទនុយចង្រិតនេះគឺយើងទិញគេនៅខាងខ្វៅខាងកើតនេះនុយចង្រិតនេះគឺពងពេញពោះបាទបើយើងហូបក៏ឆ្ងាញ់ដែរយកលីងណា1គីឡូ12000រៀលយើងយកមកទិញតែ1គីឡូដាក់មិនអស់ទេមួយយប់បាទនេះខ្យងហើយនេះកន្លែងបោះតង់កន្លែងបោះចង់ចឹងណាដើមនេះដើមធ្នង់បាទដើមធ្នង់នេះយើងចងដេកទៅនេះទៅខាងកើតបាទនេះយើងចងមួយជារៀងដើមធ្នង់មួយជារៀងដើមស្វាយព្រៃបាទអាខ្សែនេះគឺយើងចងដើម្បីដាក់ទៅពេលយើងដេកកុំអោយដល់ជើងមូសវាចុចដល់ជើងជាងយើងចងរបៀបនេះបាទហើយបើយើងចង់ពពួកភ្លើងក៏ពពួកទៅតែកន្លែងនេះវាអត់មានអុសពិបាករកអុសអត់បានពពួកភ្លើងទេបាទដាក់តែធូបមូសមកកងហើយយើងដាក់រឹងដេកចឹងទៅគឺលក់ស្រួលពោះព្រឹកណាឡាយតែលក់ស្រួលអត់ទៅបានត្រីទេបាទចឹងម្នាក់រត់ត្រីគឺមានន័យថាគេមើលមួយយប់3 4ដងតែយប់មិញហ្នឹងអស់កម្លាំងពេកមើលបានតែម្ដង2ដងអត់ត្រូវបានត្រីប្រហែលជា3គីឡូបាទអានេះត្រីមើលម៉ោងបាទនេះត្រីម៉ោងបាទត្រីម៉ោងពេលព្រឹកបានឆ្លូញ10ជាងហើយបានត្រីផ្ទក់មួយដែរណាត្រីម៉ោងហើយត្រីសត្រីសង្កត់ប្រាក់អញ្ចឹងទៅបាទហើយខាងនេះយើងនឹងមើលនេះត្រីផ្កាយបាទត្រីផ្កាយបានកែបបានតែងតែង2ហើយត្រីផ្ទក់បានចូល20ត្រីជាងបាទអញ្ចឹងបើយើងគិតទៅប្រហែលជាបាន3គីឡូបាទមើលកែបនេះគឺធំមែនទែនណាកែបមេចាងបាទអញ្ចឹងមួយយប់គឺបេសកកម្មរបស់យើងគឺបានបញ្ចប់ហើយ